បងប្អូនថ្នាក់ទី5ទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូមកតលំហាត់នៅក្នុងមេរៀនទី1របស់យើងដដែលហ្នឹងគឺនិយាយអំពីចំនួនចំពោះចំណុចកគឺអំណែននិងសរសេរចំនួនធំជាង1លានហើយលំហាត់ទី2របស់យើងហ្នឹងគឺសរសេរពាក្យជាចំនួននៃល្បះខាងក្រោមវាផ្ទុយពីលំហាត់ទី1របស់យើងគឺគេឲ្យចំនួនមកយើងហើយឲ្យយើងហ្នឹងសរសេរជាពាក្យតាមខ្ទង់និងតាមលុបណែហ្នឹងគឺយើងចូលមកដល់លំហាត់កប៉ុន្តែយើងអត់ដឹងថាក្នុងលំហាត់កហ្នឹងគឺគេឲ្យយើងសរសេរជាខ្ទង់ឬមួយក៏ថ្នាក់បើសិនជាយើងចង់ដឹងតើយើងអានប្រធានសិនតោះយើងមកអានទាំងអស់គ្នាក7លាន3សែន20126អញ្ចឹងយើងដឹងហើយថាឥឡូវនេះយើងដឹងហើយថាប្រធានរបស់យើងគឺគេឲ្យយើងសរសេរជាខ្ទង់ដោយសារអីដោយសារប្រធានយើងគេប្រាប់មកជាខ្ទង់ទាំងអស់ឥឡូវយើងមកសរសេរហ្មងទៅជាដំបូងអ្នកគ្រូសុំបើកវងកញ្ចក់សិនតោះមុនដំបូងហ្នឹងគឺយើងមកមើលពីមុខគឺ7លានយើងមានខ្ទង់លានយើងសរសេរមក7លានបន្ទាប់ពីមើលខ្ទង់លានរួចហើយយើងមកមើលខ្ទង់សែនម្ដងថាវាមានអត់នៅក្នុងប្រធានរបស់យើងហ្នឹងណាបើសិនជាអត់មានទេគឺយើងដាក់លេខ0បន្ថែមលេខ0ណាថា7លាន3សែនអញ្ចឹងខ្ទង់សែនរបស់យើងហ្នឹងគឺមានចំពោះខ្ទង់សែនហ្នឹងគឺលេខ3ដាក់លេខ3មក7លាន3សែនបន្ទាប់ពីខ្ទង់សែនហើយគឺខ្ទង់ម៉ឺនតែយើងមកមើលទាំងអស់គ្នាថាវាមានខ្ទង់ម៉ឺនឬអត់តោះយើងអានម្ដងទៀត7លាន3សែន20000អញ្ចឹងគឺមានខ្ទង់ម៉ឺនអញ្ចឹងយើងដាក់មកលេខ20000បន្ទាប់ពីមើលខ្ទង់ម៉ឺនហើយយើងមកមើលខ្ទង់ពាន់ថាវាមានខ្ទង់ពាន់អត់នៅក្នុងចំណុចកហ្នឹងណាតោះយើងមកអានម្ដងទៀតមកគឺ7លាន3សែន20126អញ្ចឹងគឺផ្លោះយើងអត់មានខ្ទង់ពាន់ទេចំពោះករណីដែលអត់មានអញ្ចឹងគឺយើងបន្ថែមលេខ0ដូចដំបូងអ្នកគ្រូប្រាប់អញ្ចឹងណាតបន្ទាប់ពីថែមលេខ0ហើយយើងមកមើលតទៀតគឺ126អញ្ចឹងមានលេខ126បើសិនជាយើងចង់កាន់តែឲ្យកាន់តែច្បាស់ទៀតយើងមករាប់វាទាំងអស់គ្នាតរាយ10 100 1000 10000 សែនលានអញ្ចឹងចំពោះលំហាត់ករបស់យើងគឺត្រឹមត្រូវហើយបន្ទាប់ពីបញ្ចប់លំហាត់កគឺយើងចូលមកដល់លំហាត់ខម្ដងប៉ុន្តែយើងនៅតែដឹងដែរថាលំហាត់ខរបស់យើងហ្នឹងគឺគេឲ្យយើងសរសេរជាខ្ទង់ឬមួយក៏ថ្នាក់បើយើងចង់ដឹងតើយើងអានតោះយើងមកអានលំហាត់ខទាំងអស់គ្នាលំហាត់ខ4លាន680,048ចឹងយើងដឹងហើយថាឥឡូវនេះយើងដឹងហើយថាលំហាត់ខរបស់យើងហ្នឹងគឺគេឲ្យយើងសរសេរជាថ្នាក់ពីព្រោះគឺមាន680,048គឺយើងគេបញ្ជាក់យើងថាជាថ្នាក់ក្នុងចំណុចហ្នឹងណាតែឥឡូវយើងមកសរសេរហ្មងទៅតោះទីដំបូងណាគ្រូសុំបើកវងកញ្ចក់សិនគឺយើងដាក់4លាន680,000គឺយើងសរសេរលេខ680,000តើពីខ្ទង់ពាន់ហើយគឺយើងមកមើលខ្ទង់រយអញ្ចឹងយើងមកអានប្រធានម្ដងទៀតគឺ4លាន680,048គឺអត់មានរយទេអញ្ចឹងបើសិនជាអត់មានអញ្ចឹងគឺយើងបន្ថែមលេខ0 48អញ្ចឹងយើងដាក់លេខ48មកបើសិនជាចង់ឲ្យកាន់តែច្បាស់ទៀតគឺយើងរាប់វាមកតើយើងរាប់ទាំងអស់គ្នាគឺរាយ10 100 1000 10000 សែនលានអញ្ចឹងលំហាត់ក្នុងខរបស់យើងគឺត្រឹមត្រូវហើយបន្ទាប់ពីបញ្ចប់លំហាត់ក្នុងខឥឡូវនេះយើងពីចុងក្រោយហ្នឹងគឺយើងចូលមកដល់លំហាត់ក្នុងកប៉ុន្តែយើងនៅតែអត់ដឹងដែរថាក្នុងកហ្នឹងគឺគេឲ្យយើងសរសេរជាខ្ទង់ឬមួយក៏ថ្នាក់បើយើងចង់ដឹងតែយើងអានតោះឥឡូវហ្នឹងមកអានមួយអ្នកគ្រូទាំងអស់គ្នាថាលំហាត់ក្នុងកហ្នឹងគឺគេឲ្យយើងសរសេរជាខ្ទង់ឬមួយក៏ថ្នាក់តោះខ្ទង់ក10លាន435,650បន្ទាប់ពីអានរួចហើយយើងដឹងហើយថាលំហាត់របស់យើងគឺគេឲ្យយើងសរសេរជាថ្នាក់អញ្ចឹងជាដំបូងហ្នឹងអ្នកគ្រូសុំបើកវងកញ្ចក់សិនហើយយើងមកមើលខ្ទង់លានមុនគេ10លានយើងសរសេរលេខ10មកបន្ទាប់មកទៀតយើងមកមើលបន្ត435,000ណាយើងសរសេរមក435,000បន្ទាប់ពីមើលខ្ទង់ពាន់រួចហើយយើងមកមើលខ្ទង់រយអញ្ចឹងអានតទៀតមក
56 អញ្ចឹងក្នុង100របស់យើងនឹងមាន656បើសិនជាយើងចង់ឲ្យកាន់តែច្បាស់ថាខ្ទង់កគឺស្មើប៉ុណ្ណឹងអត់យើងមករាប់វាដដែលដូចខ្ទង់លើហ្នឹងមកតែយើងមករាប់រាយ10រយពាន់ម៉ឺនសែនលានអញ្ចឹងបញ្ជាក់បានច្បាស់ហើយថាខ្ទង់ករបស់យើងគឺចម្លើយប៉ុណ្ណឹង